ស្ដីគឺគណៈទី7សារថ្មីម្ដងទៀតបាទសម្រាប់វីដេអូនេះគឺជាវីដេអូនៅត្រង់ចំណុចគោលបាទលំហាត់ដដែលទេតាមចំណុចគោលនេះគេឲ្យរក x បាទរក x ម្ដងបើសមត្ថកម្មគេប្រាប់ថា x បូក y ស្មើ42បាទមហានេះគេពេញនិយមណាបាទអញ្ចឹងគេឲ្យឬក៏គេមានបាទគេមានឬគេឲ្យនេះគឺ x ធៀប y អានេះធៀបចុច2តាមសមាត្រ5ធៀប9បាទអញ្ចឹងយើងត្រូវសរសេរវាទៅជា x លើ5ស្មើនឹង y លើ9ដើម្បីឲ្យចេញផលបូកនេះតើតែយើងសរសេរវាជាទម្រង់ផលធៀបស្មើគ្នាបែបនេះរួចយើងយកភាគយកបូកភាគយកមកបាទយកភាគយកបូកភាគយកមកហើយយើងចាប់ផ្ដើមបាទភាគបែងក៏បូកភាគបែងដែរដែលយើងប្រើលក្ខណៈទី1នៃសមាមាត្រស្របអញ្ចឹងយើងឃើញថា x បូក y គេឲ្យនេះ42ហើយយើងបន្តមកទៀតយើងទទួលបានភាគបែងយើងគឺ5បូកនឹង9បាន14អញ្ចឹងមកយើងយក42ចែកនឹង14វាស្មើនឹង3បាទស្មើនឹង3ពេលនោះយើងចង់រកតែ x ទេព្រោះសំណួរគេចង់រក x ណាអញ្ចឹងដោយសារតែផលធៀបនេះស្មើតគ្នាមានន័យថា x លើ5វាស្មើនឹង3បាទ3នេះអនាគតហៅថាមេគុណសមាត្របាទអញ្ចឹង x លើ5ស្មើ3ពេលនោះយើងចង់ទាញរក x កន្លែងថាដាក់នោះមកណាទាញរក x អញ្ចឹងយើងអាចក្បៀសមក x ស្មើនឹងបាទគឺយក5មកគុណនឹង3មកជាការស្រេចហើយគុណលេខទៅឃើញ10ប៉ុន្មាន15មែនទេអញ្ចឹងយើងបានដូចនេះបាទដូចនេះបាទអញ្ចឹងគុណមើលមហាត់នេះណាមហាត់នេះច្បាស់នឹងខាងមុខចេញប្រឡងណាបាទអញ្ចឹងគាត់ដាក់កែតលេខមកអញ្ចឹងយើងធ្វើមើលបានបន្ទុកខ្លះទេនៅពេលខាងមុខនេះលោកគ្រូជួយពង្រឹងប៉ុណ្ណឹងហើយជួយប្រហែលប៉ុណ្ណឹងហើយតែបាទចេះទេនឹងហើយជាទំហំសមាមាត្រស្របឬក៏បាទទម្រង់សមាត្រស្របអញ្ចឹងសេស្អាតហើយដាក់បន្តឲ្យស្អាតមកហ្នឹងរបៀបរក x អញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសូមចាំទស្សនាវីដេអូចំណុចខួរបន្តទៀតបាទសូមអរគុណសូមជម្រាបលាស្ដីគឺគណៈទី7សារថ្មីម្ដងទៀតបាទសម្រាប់វីដេអូនេះគឺជាវីដេអូនៅត្រង់ចំណុចគោលបាទលំហាត់ដដែលទេតាមចំណុចគោលនេះគេឲ្យរក x បាទរក x ម្ដង